5យើងទាំងអស់គ្នាអញ្ចឹងថ្ងៃនេះមកជួបលោកគ្រូភាសាទៀតតកតងនឹងចំណោទទំព័រទី78ដដែលបាទបន្ទាប់ពីកូនធ្វើចំណោទទី1ហើយលោកគ្រូសង្កេតថាកូននឹងយល់ពីរបៀបធ្វើខ្លះเนาะបាទអញ្ចឹងថ្នាក់ទី5សិនជាកូនយល់ពីជំហាននីមួយៗលោកគ្រូគិតថាអត់លំបាកទេសម្រាប់ធ្វើលំហាត់ណាបាទហ្នឹងហើយហើយកូនត្រូវតាមធ្វើមួយបាទអញ្ចឹងជាបន្តនេះគឺចំណោទទី2នៅទំព័រដដែលគេថាសុកធ្វើដំណើរដោយរថយន្តក្រុងទៅកាន់ខេត្តសៀមរាបបាន3/5បាទនៃចម្ងាយផ្លូវបាទហើយសំណួរគឺថាតើចម្ងាយផ្លូវដែលសុកធ្វើដំណើរស្មើនឹងប្រមាណភាគរយបាទទី2តើចម្ងាយផ្លូវសុកធ្វើដំណើរបន្តទៀតប៉ុន្មានភាគរយអញ្ចឹងចំណោទនេះយើងមានលេខតែមួយខ្ទង់ឯងគឺប្រភេទ3/5ហើយសំណួរគេដល់តែ2អញ្ចឹងយើងប្រកាសជាគិតថាតើយើងដោះស្រាយដោយរបៀបណាបាទហើយតាមដែលយើងដឹងថាដើម្បីរកលោកគ្រូតែងតែប្រាប់ហើយដើម្បីរកភាគរយបើសិនជាយើងមានប្រភេទយើងត្រូវយកប្រភេទហ្នឹងគុណ100តោះណាអញ្ចឹងយើងចេញជាភាគរយហើយបើយើងសិនជាយើងមានទស្សភាគគុណនឹង100ក៏ចេញជាភាគរយដែរតើណាហ្នឹងហើយអញ្ចឹងយើងដោះស្រាយចំណោទបានលុះត្រាតែអូនយល់ប្រធានហើយនឹងសំណួរអញ្ចឹងសំណួរគេថាចម្ងាយផ្លូវដែលគាត់ធ្វើដំណើររួចមកហើយបានហ្នឹងគឺបានន័យថាជាងពាក្យកណ្ដាលផ្លូវហើយគឺ3/5អញ្ចឹងបើសិនជាចម្ងាយផ្លូវដែលដល់គោលដៅគាត់គេកង្កន់ទៅគឺស្មើនឹង5/5អញ្ចឹងយើងបានចម្ងាយផ្លូវដែលសុកធ្វើដំណើរដឹងជាប្រភេទហើយតើស្មើនឹងប៉ុន្មានភាគរយអញ្ចឹងយើងអាចរកបានហើយយើងយក3/5ហ្នឹងគុណ100គឺចេញភាគរយណាតែចំណែកមួយទៀតចម្ងាយផ្លូវសុកធ្វើដំណើរបន្តដើម្បីដល់សៀមរាបតើប្រមាណភាគប្រមាណទៀតអញ្ចឹងយើងត្រូវតែរកប្រភេទតាងដាក់ឲ្យសុកចម្ងាយផ្លូវសុកធ្វើដំណើរបន្តមកគឺយើងបានហើយអញ្ចឹងលោកគ្រូដាក់ប្រភេទតាងបាទប្រភេទតាងបាទចម្ងាយផ្លូវសុកធ្វើដំណើរបន្តគឺបាទអញ្ចឹងយើងគឺប៉ុន្មានគឺ2/5បាទអញ្ចឹងកូនប្រកាសជាឆ្ងល់ថា2/5បានមកពីណាអញ្ចឹងបានន័យថាបានមកពីបាទយើងយកនេះ5/5ដក3/5ទៅយើងបាន2/5បាទអញ្ចឹងចម្ងាយផ្លូវដែលគាត់ត្រូវធ្វើដំណើរបន្តដើម្បីដល់គោលដៅអញ្ចឹងយើងបានហើយណោះយើងបានហើយបាទទី1គឺប្រភេទដែលគាត់ធ្វើដំណើរបន្តហើយនេះគឺជាប្រភេទដែលគាត់បានធ្វើដំណើររួចហើយអញ្ចឹងយើងរកមកបាទហ្នឹងហើយរកភាគរយណាគេសួររកភាគរយយើងឆ្លើយរកភាគរយគេយើងរកភាគរយគេមកបាទរកភាគបាទភាគរយអីគេភាគរយចម្ងាយផ្លូវដែលសុកធ្វើដំណើរបាទរកភាគរយបាទរកភាគរយដែលសុកធ្វើដំណើរបានអូខេអញ្ចឹងយើងបាន
ប្រភេទហើយយើងយកមកគុណតែម្ដងយើងមានប្រភេទហើយហ្នឹងហើយយើងយក3/5គុណនឹង100មកអញ្ចឹងយើងស្មើប្រមាណភាគរយណាអូខេអញ្ចឹងអត់ពិបាកបាទអញ្ចឹងឲ្យតែយើងដឹងថាដើម្បីរកភាគរយយើងគួរធ្វើដូចម្ដេចអញ្ចឹងយើងកណនាយកតែម្ដងមកអញ្ចឹងយើងគុណនឹង100ស្មើប៉ុន្មាន300ណាអូខេ300ភាគប៉ុន្មាន300ភាគ5តោះណាអញ្ចឹង3ប្រភេទគុណនឹងចំនួនគុណយើងយកភាគយកគុណនឹងចំនួនគុណរក្សាភាគ3អត់ដែរហើយយើងយកមកចែកមកបាទយើងរកភាគរយយើងចែកនឹងភាគបែងមកអញ្ចឹងចែកនឹង5ណោះយើងកាត់យក3សំទុះកាត់យក2ខ្ទង់តែម្ដងមកអញ្ចឹងយើងឲ្យប៉ុន្មាន35ម្ដង5 6ដងអញ្ចឹងបាន30បាទយើងដកមក0 0ទម្លាក់0ឲ្យ0អញ្ចឹងយើងបានប៉ុន្មាន60%បាទអញ្ចឹងភាគរយដែលសុកធ្វើដំណើរបានគឺ60%បន្តមកទៀតចម្ងាយផ្លូវដែលសុកធ្វើដំណើរបន្តប្រមាណភាគរយបាទអញ្ចឹងយើងដឹងប្រភេទហើយអញ្ចឹងយើងរកមួយទៀតមករកភាគរយបាទរកភាគរយបាទដែលសុកត្រូវធ្វើដំណើរបន្តរកភាគរយយើងដាក់រកភាគរយចម្ងាយផ្លូវក៏បានបាទរកភាគរយចម្ងាយផ្លូវសុកបាទធ្វើដំណើរបន្តបាទអញ្ចឹងយើងមានប្រភេទណាបាទឲ្យតែយើងមានប្រភេទយើងអាចធ្វើបានហើយអញ្ចឹងយើងលោកគ្រូដាក់ប្រភេទតាងរួចយើងកណនាតែម្ដងយើងគុណ100បាទលឿនបាទអូខេអញ្ចឹងយើងចេញជាភាគរយតែម្ដងបាទអញ្ចឹងយើងយកលេខនឹងគុណមក2ភាគ5គុណនឹង100បាទអញ្ចឹងយើងស្មើនឹង200ភាគ5ឃើញទេបាទហើយយើងយក200នឹងចែកជាមួយនឹង5ដដែលមកអញ្ចឹងយើងកាត់យក2ខ្ទង់ឲ្យ4បានប៉ុន្មាន20ដល់4 5ដងមក20អូខេយើងដកមក0 0ម្លាក់0ឲ្យ0អញ្ចឹងកន្លែងនេះយើងឃើញ40%បាទអញ្ចឹងចំណុចសំខាន់អូនឃើញទេបាទនេះជាចំនួនបានន័យថាសរុបបាទឃើញទេនេះសរុបចម្ងាយផ្លូវសរុបហ្នឹងគឺភាគ5ភាគអញ្ចឹងយើងដាក់មកភាគបែងមកហើយបើសិនជាគាត់ធ្វើបានដំណើរបាន3ភាគគឺភាគយកមែនទេអញ្ចឹង2ភាគទៀតគឺគាត់មិនទាន់ធ្វើដំណើរដល់អញ្ចឹងយើងផ្ទៀងផ្ទាត់មកបាទកន្លែងនេះស្មើនឹង60%អញ្ចឹងគាត់នៅធ្វើដំណើរបន្តគឺ40%ទៀតបាទហើយកូនខ្លះច្រឡំកន្លែងនេះធ្ងន់គឺស្រាប់ឧទាហរណ៍ថាឥឡូវឧទាហរណ៍មួយស្រាប់គេឲ្យក្នុងផ្ទះមានមនុស្សស្រី2នាក់និងមនុស្សប្រុស3នាក់ស្រាប់តែគេសួរថាតើស្រី2នាក់ស្មើប្រមាណភាគរយហើយប្រុស3នាក់ស្មើប្រមាណភាគរយស្រាប់តែគាត់ឆ្លើយឬក៏គាត់ធ្វើគាត់ដាក់ថាមនុស្សស្រីមាន2%ហើយមនុស្សប្រុសមាន3%អញ្ចឹងកណនាតាមវិធីហ្នឹងអត់ត្រឹមត្រូវទេតើណាអញ្ចឹងមិនយើងត្រូវតែយកចំនួនមនុស្សប្រុសនិងមនុស្សស្រីបូកបញ្ចូលគ្នាដាក់ទៅជាភាគបែងតើណាអញ្ចឹងយើងបានភាគបែងហើយគេយក2ភាគ5ឬក៏3ភាគ5មកយើងគុណជាមួយនឹង100ទៅយើងឃើញភាគរយនៃមនុស្សនីមួយហើយតើណានឹងកន្លែងហ្នឹងកុំច្រឡំអ្នកខ្លះយកគុណ100ហើយចែក100ទៀតអញ្ចឹងអត់ត្រូវយក2គុណ100ចែក100អញ្ចឹងកន្លែងហ្នឹងកូនត្រូវកុំច្រឡំណាបាទអរគុណច្រើន